ឧត្តមសេនីយ៍តូសំសុនផ្សព្វផ្សាយគោលនយោបាយភូមិឃុំសកាត់មានសវត្ថិភាពបំពាក់សម្លៀកបំពាក់ជូនប្រជាការពារនិងផ្សព្វផ្សាយសាររបស់សម្ដេចតេជោហ៊ុនសែនក្នុងខួបលើកទី47ទិវាបុណ្យជាតិ7មករានៅឃុំដងកបិតស្រុកសណ្ដានខេត្តកំពង់ធំនៅព្រឹកថ្ងៃទី7ខែមករាឆ្នាំ2026ឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអនុប្រធានបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកបិតស្រុកសណ្ដានខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិឃុំសកាត់មានសវត្ថិភាពបំពាក់សម្លៀកបំពាក់ជូនប្រជាការពារនៅទូទាំងឃុំនិងផ្សព្វផ្សាយសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងឱកាសរំលឹកខួបលើកទី47នៃទិវាជ័យជំនះ7មករាដែលពិធីនេះប្រព្រឹត្តទៅនៅវត្តស្រែវិលខាងកើតដែលមានការចូលរួមពីក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តស្រុកនិងអាជ្ញាធរដែនដីឃុំភូមិប្រជាការពារនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរលោកលុនយេនប្រធានក្រុមប្រឹក្សាឃុំដងកបិតបានឡើងថ្លែងសន្ទរកថានិងរាយការណ៍ស្វាគមន៍ដោយគូបញ្ជាក់ពីសភាពការទូទៅនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំនិងបានសង្កត់ធ្ងន់ថាប្រជាពលរដ្ឋនៅទូទាំងឃុំមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយព្រំដែនរវាងកម្ពុជានិងថៃឧត្តមសេនីយ៍តូសំសុនបានថ្លែងនៃការកោតសរសើរចំពោះអាជ្ញាធរដែនដីភូមិឃុំនិងពលនគរបាលរដ្ឋបាលឃុំដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារសន្តិសុខសុវត្ថិភាពរក្សាសណ្ដាប់ធ្នាប់និងបម្រើឲ្យប្រជាជនបានល្អប្រសើរក្នុងឱកាសនេះឧត្តមសេនីយ៍តូសំសុនបានផ្សព្វផ្សាយគោលនយោបាយភូមិឃុំសកាត់មានសុវត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលនិងបំពាក់សម្លៀកបំពាក់ដោយប្រជាការពារនៅទូទាំងឃុំចំនួន60ព្រមទាំងបានឧបត្ថម្ភសម្លៀកបំពាក់ចំនួន10បាល់ជូនប្រជាពលរដ្ឋផងដែរឧត្តមសេនីយ៍តូសំសុនបានផ្សព្វផ្សាយសារសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលហ៊ានផ្ញើជូនជនរួមជាតិនៅក្នុងខួបលើកទី47ទិវាជាតិ7មករាដែលបានគូបញ្ជាក់ថាខួបលើកទី47នៃថ្ងៃជំនះ7មករាជាប្រវត្តិសាស្ត្រដែលបានផ្ដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពតសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឲ្យមានជីវិតរស់ឡើងវិញបើកឡើងនៅសក្តានុពលថ្មីរបស់កម្ពុជាគឺឯករាជ្យសេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមក្នុងសាររបស់សម្ដេចតេជោហ៊ុនសែនក៏បានសង្កត់ធ្ងន់ថាប្រទេសថៃបានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកម្រោលមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយបានវាយប្រហារលើគោលដៅស៊ីវិលនានាមិនរើសមុខដោយប្រើប្រាស់អាវុធធំតូចទំនើបគ្រប់ប្រភេទទាំងជើងគោកជើងទឹកនិងជើងអាកាសបង្កនៅមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅយ៉ាងសុខសាន្តសកម្មភាពនេះបានរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាបំពានធម្មនុញ្ញអង្គការសហប្រជាជាតិបំពានធម្មនុញ្ញអាស៊ាននិងមិនគោរពស្មារតីនៃសហគមន៍អាស៊ាននោះឡើយក្នុងសាររបស់សម្ដេចតេជោហ៊ុនសែនក៏បានអំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទីសូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិសាសនាព្រះមហាក្សត្រនិងរួមសាមគ្គីជំរុញរាជរដ្ឋាភិបាលប្រកបដោយជំនឿមុតមមចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើងជ័យយោស្មារតី7មករាជាអមតៈនាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168